វីដេអូមួយនេះនឹងបង្ហាញអំពីរបៀបចូលទៅបង្កើតគណនីនិងកំណត់រូបិយប័ណ្ណសម្រាប់ការចូលប្រើប្រាស់ដំបូងនៅក្នុងកម្មវិធី MyLekha បន្ទាប់ពីយើងបាន download កម្មវិធី MyLekha Dashboard និង MyLekha POS ពី Store យើងហើយដើម្បីបង្កើត account ថ្មីសូមចូលទៅក្នុងកម្មវិធី MyLekha Dashboard ជាមុនសិនបន្ទាប់មកជ្រើសរើសយកពាក្យ Create an account ចុចលើពាក្យ Confirm បន្ទាប់មកបំពេញព័ត៌មានទាក់ទងនឹងឈ្មោះយើងនិងព័ត៌មាន account របស់យើងសម្រាប់ login ដូចជា email password យើងកំណត់ថ្មីដោយខ្លួនឯងមកបន្តមកទៀតគឺ pin code នេះគឺសម្រាប់ login ចូលក្នុងកម្មវិធី POS ចេញផ្ទាំងបែបនេះហើយយើងបំពេញព័ត៌មានហាងមានឈ្មោះហាងអាសយដ្ឋាននិងជ្រើសរើសប្រភេទហាងមកកន្លែង reference នេះគឺយើងអត់ចាំបាច់ទេជ្រើសរើសពាក្យ register អូខេឥឡូវនេះយើងបាន register រួចរាល់ហើយជំហានបន្ទាប់គឺយើងចូលទៅជ្រើសរើស free trial សម្រាប់ធ្វើការ test សាកល្បងយើងគ្រាន់តែ select free trial នឹងមកកន្លែងបន្លានេះគឺយើងយកចំនួន amount 00ហើយចុច confirm គឺយើងអាចធ្វើការប្រើប្រាស់បានចំណុចបន្ទាប់នេះគឺយើងចូលទៅធ្វើការផ្លាស់ប្ដូររូបិយប័ណ្ណដែលបងប្អូនត្រូវប្រើប្រាស់ព្រោះពេលដែលយើងចូលបង្កើតដំបូងវានឹងចេញរូបិយប័ណ្ណជារៀលតែបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរវាទៅជាដុល្លារវិញយើងគ្រាន់តែចូលទៅកាន់ពាក្យ configure ជ្រើសរើស currency option បើយើងចង់ដូរវាទៅជាដុល្លារយើងចុច currency ដុល្លារនឹងមកset as primary updateបិទកម្មវិធី dashboard មួយសិនមកនេះគឺវាដូរទៅជាដុល្លារវិញរួចរាល់ដោយសារបាញ់មិញយើងបានផ្លាស់ប្ដូរវាទៅជាដុល្លាររួចរាល់ហើយអញ្ចឹងយើងត្រូវតែចូលទៅកំណត់ exchange rate អត្រាប្ដូរប្រាក់ពីដុល្លារទៅរៀលងាយស្រួលនៅពេលដែលយើងលក់ជាលុយរៀល system នឹងគណនាពីដុល្លារទៅរៀលបានយ៉ាងត្រឹមត្រូវដំបូងចូលទៅកាន់ពាក្យ configure currency option ចូលទៅផ្ទាំងប្រាក់រៀលកំណត់អត្រាប្ដូរប្រាក់ពីដុល្លារទៅរៀលមកអញ្ចឹងខ្ញុំសូមដាក់1ដុល្លារស្មើ 4000 រៀល update កំណត់ exchange rate ហើយយើងចូលទៅបើកមុខងារ secondary currency ដើម្បីងាយស្រួលនៅពេលដែលយើងចូលទៅលក់នៅក្នុងកម្មវិធី POS គឺយើងអាចកំណត់ការលក់បានទាំងលុយខ្មែរនិងលុយដុល្លារដំបូងយើងចូលទៅកាន់ configure store select store edit select use secondary currency option ជ្រើសរើស Cambodian Riel update ចំណុចចុងក្រោយនេះគឺយើងចូលទៅ login នៅក្នុងកម្មវិធី POS វា password និង Gmail នឹងមកselect store select device ឥឡូវនេះគឺយើងអាច login ចូលបានហើយជំហានបន្ទាប់គឺយើងគ្រាន់តែចូលទៅធ្វើការបង្កើត item រួចគឺយើងអាចធ្វើការលក់បានវីដេអូ quick setup គឺពួកយើងមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកយើងតាមរយៈ Telegram ខាងក្រោមនេះ